សួស្តីបងប្អូនទាំងអស់គ្នាបាទនេះគឺជារឿងរ៉ាវដ៏គួរឲ្យខ្លាចមួយដែលបានកើតឡើងក្នុងជីវិតរបស់ខ្ញុំផ្ទាល់ដែលខ្ញុំមិននឹកស្មានថាកំហុសឆ្គងដោយសារការធ្វើប្រហែសកាលពីថ្ងៃនោះនឹងនាំមកនៅរឿងទាំងអស់នេះទេបើអាចត្រឡប់ទៅវិញបានខ្ញុំមិនអនុញ្ញាតឲ្យរឿងនេះកើតឡើងជាដាច់ខាតដើម្បីកុំឲ្យខាតពេលវេលាយូរខ្ញុំសូមចាប់ដើមសាច់រឿងតែម្ដងទៅខ្ញុំត្រូវរំលឹកត្រឡប់ទៅជាង15ឆ្នាំមុនវិញពេលនោះខ្ញុំរៀនមិនបានច្រើនទេត្រឹមតែថ្នាក់ទី9ប៉ុណ្ណោះព្រោះខ្ញុំមិនចូលចិត្តរៀនសូត្រឡើយបើទោះបីជាម្ដាយខ្ញុំខំរកលុយឲ្យរៀនក៏ដោយក៏ខ្ញុំមិនចាប់អារម្មណ៍រៀនក៏រត់ទៅលេងខាងក្រៅក្រោយមកពេលខ្ញុំធំឡើងខ្ញុំក៏ដឹងថាខ្ញុំបានធ្វើខុសហើយជីវិតមិនមានជម្រើសច្រើនទេមានការងារអ្វីត្រូវតែធ្វើដូច្នេះខ្ញុំក៏ទៅដាក់ពាក្យធ្វើជាកម្មករបណ្ដោះអាសន្ននៅរោងចក្រមួយកន្លែងខ្ញុំធ្វើការរកចំណូលបានត្រឹមតែ20,000រៀលប៉ុណ្ណោះក្នុងមួយថ្ងៃប៉ុន្តែក៏អាចទ្រទ្រង់ជីវិតបានក្រោយមកខ្ញុំក៏ឮដំណឹងថាអាចនឹងមានមនុស្សមិនក្រោម10នាក់នឹងត្រូវបញ្ឈប់ពីការងារព្រោះលទ្ធផលការងារមិនដល់កម្រិតដែលគេចង់បានដល់ថ្ងៃនោះមកដល់ខ្ញុំអស់សង្ឃឹមណាស់ខ្ញុំក៏ជាប់ក្នុងចំណោមម្នាក់ដែលត្រូវបញ្ឈប់ដែរមិនបានបន្តកុងត្រាទេខ្ញុំខឹងខ្លាំងណាស់ទោះបីខ្ញុំខំប្រឹងអស់ពីចិត្តហើយធ្លាប់និយាយគ្នាហើយថានឹងបន្តកុងត្រាឲ្យខ្ញុំជាក់ជាមិនខានខ្ញុំក៏សុខចិត្តទទួលលុយតិចតួចដើម្បីឲ្យគេជួយនិយាយទៅពេលក្រោយបន្តកុងត្រាទៀតទោះជាយ៉ាងណាក្តីខ្ញុំក៏ធ្វើអ្វីមិនបានក្រៅពីខំប្រឹងប្រែងរកការងារថ្មីទៀតតែពិបាករកខ្លាំងណាស់នៅតំបន់ជនបទនោះរហូតមកដល់ពេលមួយមិត្តភ័ក្តិម្នាក់ទៀតដែលធ្លាប់ធ្វើការជាមួយគ្នាឈ្មោះអាដូមក៏ផុតកុងត្រាហើយមិនត្រូវបានបន្តដូចគ្នាវាក៏ទំនេរការងារហើយចូលមកអង្គុយនិយាយជាមួយខ្ញុំថ្ងៃនោះវានិយាយថាបាននិយាយជាមួយមិត្តភ័ក្តិម្នាក់ទៀតហើយថានឹងសាកទៅធ្វើការនៅកន្លែងមួយទៀតទំនងជាបានការងារហើយតែប្រហែលនៅឆ្ងាយបន្តិចត្រូវទៅជួលបន្ទប់នៅទីនោះបើខ្ញុំចាប់អារម្មណ៍វាចង់មកបួលខ្ញុំទៅជាមួយដែរដើម្បីជួលបន្ទប់នៅជាមួយគ្នាសន្សំសំចៃបានពាក់កណ្ដាលដែរដោយគ្មានជំរើសច្រើនខ្ញុំក៏ទៅជាមួយមិត្តភ័ក្តិរបស់ខ្ញុំទៅដាក់ពាក្យនៅរោងចក្រថ្មីខ្ញុំត្រូវតែនិយាយថាបរិយាកាសនៅទីនោះអាក្រក់ខ្លាំងណាស់រោងចក្រគ្មានស្តង់ដារអ្វីទាល់តែសោះប៉ុន្តែខ្ញុំគិតថាមានអ្វីធ្វើសិនទៅដើម្បីឲ្យមានលុយប្រើពេលជីវិតប្រសើរឡើងចាំផ្លាស់ប្ដូរទៀតក្រោយពីបានការងារខ្ញុំក៏ទៅជួលបន្ទប់នៅជាមួយមិត្តខ្ញុំចម្ងាយប្រហែលជា500ម៉ែត្រពីរោងចក្រនៅទីនោះជាបន្ទប់ជួលថោកតម្លៃជាងប្រហែលជា10,000ក្នុងមួយខែយើងនៅ2នាក់អញ្ចឹងម្នាក់អស់ម្នាក់50,000ប៉ុណ្ណោះក្នុងមួយខែដោយសារតែតម្លៃប៉ុណ្ណឹងខ្ញុំក៏ត្រូវតែទទួលស្គាល់ការពិតថាទាំងបរិយាកាសទាំងស្ថានភាពបន្ទប់អ្វីគ្រប់យ៉ាងជុំវិញគឺពិតជាអាក្រក់ខ្លាំងណាស់មនុស្សមិនសូវត្រាក់ទាក់ភាគច្រើនជាកម្មករមានតែមនុស្សប្រមាថនិងជក់ថ្នាំពេញអស់ទៅនឹងប៉ុន្តែខ្ញុំក៏អាចរស់នៅបានខ្ញុំខំធ្វើការសន្សំលុយមិនពាក់ព័ន្ធជាមួយអ្នកណារស់នៅតែជាមួយមិត្តភ័ក្តិប៉ុណ្ណោះរហូតដល់ថ្ងៃមួយក្រោយពីពេលវេលាបានកន្លងផុតទៅរយៈពេលដល់ថ្ងៃបើកលុយខ្ញុំនិងមិត្តភ័ក្តិក៏និយាយគ្នាថាយ៉ាងណាក៏ដោយយើងគួរតែបន្ធូរអារម្មណ៍មួយថ្ងៃទៅទិញអីមកធ្វើម្ហូបញ៉ាំល្អជាងដូចជាសាច់ជ្រូកសាច់គោមកអាំងញ៉ាំក្រោយពេលពីចេញពីធ្វើការយើងក៏ទៅផ្សារពេលត្រឡប់មកវិញក៏យកមកអាំងញ៉ាំរហូតដល់យប់នោះដោយសារបរិយាកាសនៅជុំវិញគឺស្ងាត់ជ្រងំមានតែប្រឡាយទឹករួមទាំងតំបន់ខ្លះជាព្រៃមូសក៏ច្រើនណាស់ដែរពេលនោះមិត្តខ្ញុំក៏មើលឆ្វេងមើលស្ដាំរកមើលអ្វីដែលអាចដុតដេញមូសបានវាថាសំណាងអើយមានធូបនៅក្បែរហ្នឹងទេសុំមើលកញ្ចប់ដុតវាកុំឲ្យមូសខាំពេកវើយពេលមិត្តខ្ញុំនិយាយចប់ខ្ញុំក៏មើលតាមវាបង្ហាញនៅមុខបន្ទប់ក្បែរនោះដែលជាបន្ទប់គ្មានអ្នកណានៅបាត់ចិត្តតាំងពីខ្ញុំផ្លាស់មកនៅមុខបន្ទប់នោះមានធូបមួយកញ្ចប់ជាកញ្ចប់តូចមួយមិត្តខ្ញុំក៏ដើរទៅយកមកពេលយកមកវិញខ្ញុំឃើញថាធូបនោះជាធូបធម្មតាដែលគេប្រើជាទូទៅពេលនោះមិត្តខ្ញុំក៏គោះឲ្យដុតធូបមួយក្តាប់មុននឹងដើរទៅក្បែរបន្ទប់ត្រង់កន្លែងជាប់នឹងព្រៃពួកយើងនៅបន្ទប់ចុងពេលវាទៅដល់វាក៏ដោតធូបនោះចុះហើយពីកន្លែងនោះគឺត្រូវតែម្ដង
ដូចជាចំណុចដែលស្ថិតនៅខាងលើខ្យល់វាដោតទុកតែមួយកន្លែងនៅក្បែរបន្ទប់ក្រោមដើមឈើធំមួយថ្ងៃនោះមានអ្វីកើតឡើងទេក្រោយពីញ៉ាំរួចយើងក៏ចូលទៅដេករហូតដល់ព្រឹកឡើងពេលដើរចេញទៅធ្វើការហើយដើរឆ្លងកាត់ទីនោះខ្ញុំក៏ឃើញថាមានធូបដោតបន្ថែមទៀតគឺពីដំបូងខ្ញុំឃើញមិត្តខ្ញុំដោតតែ 4-5 សរសៃតែព្រឹកនេះខ្ញុំឃើញថាធូបដែលរលត់ហើយនោះទំនងជាមានជាង10សរសៃឯណោះខ្ញុំក៏សួរមិត្តភក្តិខ្ញុំថាយប់មិញឯងចេញមកដោតបន្ថែមហ៎ស្មានថាចាប់ត្រឹម 4-5 សរសៃពេលឈប់ញ៉ាំហើយមិត្តខ្ញុំក៏ឆ្លើយថាឯងមានបានចេញមកដោតបន្ថែមឯណាយប់មិញយើងឈប់ត្រឹម 4-5 សរសៃហ្នឹងឯតើមិនអីទេអញ្ចឹងព្រឹកនោះគ្មានអ្វីកើតឡើងទេរហូតដល់ល្ងាចត្រឡប់មកវិញដោយសារតែយប់មិញដុតហើយមុខក៏តិចធ្វើឲ្យអាចបើកទ្វារបន្ទប់ដើម្បីបញ្ចេញកម្ដៅបានមិត្តខ្ញុំក៏ដុតធូបមកម្ដងទៀតយប់នោះយើងក៏ដេកលក់ទៅលុះដល់ម៉ោងប្រហែល12យប់ជាងជិតដល់ម៉ោង1ទៀតភ្លឺខ្ញុំមានអារម្មណ៍ថាខ្ញុំឮសំឡេងជើងមនុស្សដូចជាមានមនុស្សមកដើរនៅក្បែរបង្កឲ្យមានអារម្មណ៍រំខានខ្ញុំក៏ងើបឡើងមើលថាតើគេគឺជាអ្នកណាប៉ុន្តែពេលខ្ញុំងើបឡើងហើយដូចមើលតាមបង្អួចខ្ញុំក៏មានអារម្មណ៍ថាខ្ញុំបានឃើញអ្វីដែលចម្លែកខ្ញុំឃើញមនុស្សម្នាក់ជាអ្នកណាទេកន្លែងណាក៏មិនដឹងឬក៏ជាអ្នកជួបបន្ទប់មួយណាអ្វីដែលគាត់ធ្វើគឺគាត់ដើរមកអង្គុយនៅក្បែរបន្ទប់លើកដៃសំពះនៅក្រោមដើមឈើក្រោយមកគាត់ក៏អុជធូបបួងសួងរួចដោតទុកចោលកន្លែងដែលមិត្តខ្ញុំដោតខ្ញុំឆ្ងល់ខ្លាំងណាស់គាត់ធ្វើដើម្បីអ្វីប៉ុន្តែខ្ញុំក៏មិនចាប់អារម្មណ៍ហើយដេកបន្តទៀតទៅនៅពេលដែលពេលវេលាកន្លងផុតទៅខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាការដុតធូបរាល់យប់ប្រហែលជាមិនមែនជារឿងល្អទេព្រោះពេលខ្លះខ្ញុំដេកហើយសម្បល់ពេលខ្លះក៏ដកដង្ហើមមិនរួចហើយមិនដឹងថាក្លិនផ្សែងធូបរំខានដល់អ្នកដទៃខ្លះឬអត់ខ្ញុំក៏ប្រាប់មិត្តខ្ញុំថាបើថ្ងៃណាដែលមូសមិនសូវច្រើនថ្ងៃណាដែលមិនចាំបាច់មិនបាច់ដុតធូបទេណាពួកម៉ាក់មិត្តខ្ញុំឆ្លើយថាអញមិនបានដុតទេអញមិនបានដុតយូរហើយដុតតែមួយថ្ងៃឬ2ថ្ងៃដំបូងហ្នឹងគឺថ្ងៃដែលយើងអង្គុយញ៉ាំជុំគ្នាហើយថ្ងៃបន្ទាប់តែ2-3ថ្ងៃប៉ុណ្ណោះក្រោយពីនោះអញមិនបានដុតទេអញក៏ស្មានថាឯងដុតដែរស្មានថាចង់ប្រាប់ដូចគ្នាតើនេះពេលមិត្តខ្ញុំឆ្លើយមកពេលនោះក៏ខ្លាចជាថាយើងទាំងពីរនាក់មើលមកគ្នាព្រោះពួកយើងមិនបានដុតទាំងពីរនាក់យប់នោះយើងក៏លួចមើលថាតើអ្នកណាជាអ្នកអុជធូបបន្តរាល់យប់រហូតដល់កណ្ដាលអាធ្រាត្រប្រហែលម៉ោង12ចូលម៉ោង7:01ភ្លឺយើងក៏ឃើញថាមានមនុស្សចូលមកដុតធូបមែនគឺគាត់ដើរចូលមកដល់ក៏មកអង្គុយបួងសួងហើយអុជធូបដោតនៅកន្លែងតែមួយពេលនោះខ្ញុំនិងមិត្តភក្តិខ្ញុំក៏សើចចំពោះអ្វីដែលបានកើតឡើងហើយវាคล้ายជាថាក្រោយមកពេលវេលាកន្លងផុតទៅកន្លែងនោះក៏ចាប់ផ្ដើមមានមនុស្សកាន់តែច្រើនទាំងថ្ងៃទាំងយប់និងមានមនុស្សចូលមកអុជធូបបួងសួងដែលស្ទើរតែមិនគួរឲ្យជឿពេលនោះខ្ញុំសើចខ្លាំងណាស់ពេលដែលខ្ញុំនិងមិត្តខ្ញុំត្រឡប់ទៅផ្ទះហើយជួបអ្នកណាក៏និទានរឿងឲ្យស្ដាប់ដែរមិត្តភក្តិជិតស្និទ្ធដែលស្គាល់គ្នាក៏សើចទាំងអស់គ្នារហូតដល់ពេលមួយជាថ្ងៃដែលរោងចក្រធ្វើការសម្អាតបានបោះចោលរបស់របរជាច្រើនថ្ងៃនោះមិត្តខ្ញុំក៏បានយកតុមួយមកវិញជាតុទៀបកម្ពស់ត្រឹមជង្គង់ប្រវែងប្រហែលកន្លះម៉ែត្រខ្ញុំក៏គិតថាមិត្តខ្ញុំប្រហែលជាយកមកអង្គុយញ៉ាំបាយព្រោះពេលនោះយើងនៅតែអង្គុយញ៉ាំបាយនៅលើឥដ្ឋក្រោតែបងប្អូនហើយពេលមិត្តខ្ញុំលើកមកវិញវាបែរជាមិនយកមកចូលក្នុងបន្ទប់ទេតែយកតុនោះទៅដាក់នៅក្រោមដើមឈើហើយយកជើងធូបឧបករណ៍បូជាផ្សេងដែលមិនដឹងទៅរកមកពីណាទេយកមកដាក់នៅលើតុគឺដូចជាថាវាមានបំណងចង់ឲ្យកន្លែងនោះខ្លាចជាទីសក្ការៈមនុស្សមកថ្វាយបង្គំពិតប្រាកដខ្ញុំព្រឺសម្បល់ណាស់ក្រោយពីថ្ងៃនោះទាំងខ្ញុំទាំងមិត្តខ្ញុំក៏មិនដឹងដូចគ្នាថាអ្នកណាបានយកក្រណាត់ពី3ពណ៌មកចងកន្លែងនោះក៏ខ្លាចជាទីសក្ការៈស្ទើរតែពេញភូមិហើយខ្ញុំថាអាដូងអញថាឯងឈប់ទៅក
កុំលេងសប្បាយពេកអាណិតអ្នកដទៃផងកុំទៅលេងសើចជាមួយអ្នកភូមិគេមិត្តខ្ញុំក៏សើចដូចជាមិនចាប់អារម្មណ៍អ្វីច្រើនទេរហូតដល់ថ្ងៃមួយគឺនៅថ្ងៃមិត្តខ្ញុំចេញពីធ្វើការមកមុនខ្ញុំពេលខ្ញុំត្រឡប់មកដល់ពេលល្ងាចខ្ញុំក៏ឃើញថានៅក្នុងបន្ទប់មានបង្អែមដោយសារតែឃ្លានវាប្រញាប់ហុចឲ្យខ្ញុំញ៉ាំខ្ញុំក៏ញ៉ាំបង្អែមរបស់វាដោយមិនគិតអ្វីពេលញ៉ាំបង្អែមរួចដោយសារពេលនោះយើងមានទូទឹកកកតូចមួយខ្ញុំក៏បើកទូទឹកកកដើម្បីផឹកទឹកតែបើជាថាពេលខ្ញុំបើកភ្លាមខ្ញុំក៏ឃើញថានៅក្នុងទូទឹកកកមានទឹកដោះគោជូរ 4-5 ដបហើយគេបើកគម្របទាំងអស់រួមទាំងមិនទាន់កាត់នៅឡើយខ្ញុំក៏សួរមិត្តខ្ញុំថាឯងត្រូវឆ្នោតឬក៏យ៉ាងម៉េចបានជាទិញមកច្រើនម្លេះហើយបើកគម្របទាំងអស់បែបនេះចម្លើយរបស់មិត្តខ្ញុំគឺវាញញឹមដោយមិននិយាយអ្វីទាំងអស់មុននឹងហុចបង្អែមឲ្យខ្ញុំញ៉ាំបន្តហើយពេលខ្ញុំសង្កេតឲ្យបានល្អខ្ញុំក៏ឃើញថាបង្អែមទាំងនោះគឺសុទ្ធតែជាបង្អែមខ្មែរស្ទើរតែទាំងអស់គឺមានទាំងនំគមនំអន្សមនំចាំងនិងនំជាច្រើនទៀតដែលមិត្តខ្ញុំមិនគួរទិញមកខ្លួនឯងទេត្រឹមតែប៉ុណ្ណឹងខ្ញុំក៏សួរមិត្តខ្ញុំម្ដងទៀតថាបានបង្អែមនឹងមកពីណារួមទាំងទឹកដោះគោជូរនៅក្នុងទូទឹកកកផងពេលខ្ញុំសួរបែបហ្នឹងមើលម៉ាត់មិត្តភក្តិខ្ញុំក៏ព្រមសារភាពថាវាបានយកមកពីក្បែរបន្ទប់ជារបស់ដែលអ្នកភូមិយកមកថ្វាយពេលឮបែបនោះភ្លាមខ្ញុំព្រឺសម្បល់ភ្លាមប្រញាប់ខ្ជាក់ចេញពីមាត់ភ្លាមហើយក៏ស្ដីបន្ទោសថាមិនគួរធ្វើបែបនេះទេហ៊ានយកមកញ៉ាំបានយ៉ាងម៉េចហ្នឹងតែមិត្តខ្ញុំក៏និយាយថាវាស្ដាយទុកឲ្យវាស្អុយក៏ខូចរបស់ដែរយ៉ាងណាក៏គេបោះចោលហើយយើងយកមកញ៉ាំឲ្យចប់រឿងទៅហើយម្យ៉ាងទៀតនេះជាសាលដែលពួកយើងបង្កើតឡើងខ្លួនឯងមិនមែនជាសាលប្រកបអ្វីឡើយពេលនោះខ្ញុំធ្វើខ្លួនមិនត្រូវទេតែពេលគិតតាមក៏ត្រូវតែទទួលស្គាល់ការពិតថាអ្វីគ្រប់យ៉ាងគឺដូចអ្វីដែលមិត្តខ្ញុំនិយាយពិតមែនហើយដោយសារតែមិនត្រណុកចិត្តទោះបីខ្ញុំឃ្លានខ្លាំងណាស់ក៏ដោយក៏ខ្ញុំមិនញ៉ាំបន្តទេរួមទាំងប្រគល់បង្អែមឲ្យវាទៅវិញទាំងអស់ក្រោយមកពេលដើរចេញទៅខាងក្រៅខ្ញុំក៏ឃើញថានៅលើតុតូចដែលនៅក្បែរបន្ទប់មានរបស់ញ៉ាំល្អជាច្រើនដែលមើលទៅគួរឲ្យចង់ញ៉ាំណាស់ហើយបងប្អូនអើយអ្វីដែលខ្ញុំមិនចង់ជឿហើយឃើញមួយទៀតគឺមិត្តខ្ញុំបានដាក់ឈ្មោះសាលនោះហើយថាដោយវាដាក់ឈ្មោះថាសាលលោកតាដូងមិត្តខ្ញុំបានយកឈ្មោះរបស់ខ្លួនឯងមកដាក់ជាឈ្មោះសាលហើយនៅពេលដែលវេលាកន្លងផុតទៅអ្វីក៏ចាប់ផ្ដើមរីករាលដាលមានមនុស្សចូលមកកាន់តែច្រើនទៅហើយអ្វីដែលខ្ញុំធ្វើគឺស្ទើរតែរាល់ថ្ងៃរាល់ល្ងាចវាចេញទៅខាងក្រៅទៅយករបស់ញ៉ាំត្រឡប់មកវិញដោយមិនខ្លាចអ្វីទាំងអស់ចំណែកខ្ញុំផ្ទាល់ខ្ញុំទទួលស្គាល់ថាខ្ញុំក៏ញ៉ាំដែរតែញ៉ាំតែពេលឃ្លានពិតប្រាកដប៉ុណ្ណោះរហូតដល់ធ្ងន់ទៅពីការញ៉ាំតែខ្លួនឯងពេលមិត្តខ្ញុំត្រឡប់ទៅផ្ទះវាក៏ចេញទៅយករបស់ញ៉ាំយកទៅផ្ញើអ្នកដទៃយកទៅផ្ញើបងប្អូនរហូតដល់យប់មួយជាយប់ដែលខ្ញុំដេកធម្មតាហើយខ្ញុំក៏ឃើញថាខ្ញុំឮសំឡេងមនុស្សស្រែកឡូឡាដូចជាស្រែកទៅនៅមុខបន្ទប់ខ្ញុំក៏លួចមើលហើយក៏ឃើញថាមនុស្សដែលឈរនៅមុខបន្ទប់នោះគឺជាមិត្តខ្ញុំក៏បើកបន្ទប់ចេញទៅហើយក៏ឃើញថាមិត្តខ្ញុំកំពុងដេញមនុស្សម្នាក់ហើយស្ដីបន្ទោសខ្លាំងប្រាប់ឲ្យមនុស្សនោះចេញទៅហើយរូបភាពដែលខ្ញុំឃើញគឺខ្ញុំឃើញដូចជាមនុស្សសុំទានឬជាមនុស្សមិនធម្មតាម្នាក់ស្លៀកពាក់កខ្វក់មើលទៅមិនប្រក្រតីមកអង្គុយញ៉ាំរបស់របរនៅក្នុងសាលបើករបស់របរថ្វាយញ៉ាំអស់តែម្ដងដោយមិនទុកឲ្យមិត្តខ្ញុំយកមកទេពេលឃើញបែបនោះខ្ញុំក៏ប្រាប់មិត្តខ្ញុំថាឲ្យគាត់ញ៉ាំទៅយ៉ាងណាក៏មិនមែនជារបស់យើងដែរនៅក្នុងបន្ទប់នៅញ៉ាំមិនទាន់អស់ផងមុននឹងទាយខ្លួនឯងចូលមកវិញក្រោយមកខ្ញុំក៏បែរទៅប្រាប់គាត់ថាឲ្យញ៉ាំឲ្យឆ្អែតទៅបានហើយតែបងប្អូនអើយក្នុងរយៈពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះខ្ញុំបែរទៅវិញមិនឃើញអ្នកណាទេមនុស្សនោះបាត់ទៅវិញហើយមិនដឹងដើរទៅផ្លូវណាទេរហូតដល់ពេលជាច្រើនថ្ងៃទៀតមកដល់ពេលដែលមិត្តខ្ញុំចាប់ផ្ដើមខឹងគឺវានិយាយថាមួយរយៈនេះរបស់ញ៉ាំបាត់អស់ហើយកុំឲ្យដឹងថាអ្នកណាយកបើចាប់បានវានឹងលេងឲ្យដឹងដៃម្ដងរហូតដល់យប់មួយដែលយើងដេកធម្មតាក៏ស្រាប់តែខ្ញុំចាប់ផ្ដើមឮសំឡេងចម្លែកជាសំឡេងដែលនិយាយមិនត្រូវរហូតធ្វើឲ្យខ្ញុំភ្ញាក់ឡើង
ហើយពេលខ្ញុំភ្ញាក់ឡើងខ្ញុំក៏ឃើញថាខ្ញុំឃើញអ្នកណាក៏មិនដឹងចូលមកឈរនៅក្នុងបន្ទប់ដោយគាត់ចង្អុលមុខធ្វើឲ្យខ្ញុំកំរើកខ្លួនមិនបានហើយត្រឹមតែប៉ុណ្ណឹងខ្ញុំក៏ឃើញថាគាត់នោះដើរទៅចង្អុលត្រង់កន្លែងដែលមិត្តខ្ញុំដេកហើយយកស្លាបព្រាឬដែកអ្វីមួយយ៉ាងញាត់ចូលទៅក្នុងមាត់មិត្តខ្ញុំរួចកាត់របស់ចេញពីមាត់មកអ្វីដែលខ្ញុំឃើញគឺខ្ញុំឃើញជាបង្អែមជាភស្តុភារផ្សេងត្រូវបានកាត់ចេញពីមាត់របស់មិត្តខ្ញុំគឺត្រូវបានកាត់ចេញមកច្រើនណាស់រហូតធំក្លិនឆ្អាបហើយដល់ចំណុចមួយគាត់ក៏និយាយឡើងថាឯងចូលចិត្តពីរបស់អញមែនហើយគាត់ក៏យករបស់ទាំងនោះដែលទៅតែកាត់ចេញពីមាត់ញាត់ត្រឡប់ចូលទៅក្នុងមាត់មិត្តខ្ញុំវិញគឺញាត់ប្រហែល20នាទីហើយដោយសាររបស់ច្រើនណាស់ក៏ធ្វើឲ្យពោះមិត្តខ្ញុំរីកធំឡើងដូចជាមនុស្សមានទម្ងន់ខ្ញុំសក់ទឹកភ្នែកព្រោះមានអារម្មណ៍ខ្លាចខ្លាំងណាស់ក្រោយមកខ្ញុំក៏សន្លប់ទៅរហូតភ្ញាក់ឡើងពេលព្រឹកខ្ញុំឃើញមិត្តខ្ញុំភ្ញាក់មុនក៏ប្រញាប់សួរថាតើវាសុខសប្បាយដែរទេតែមិត្តខ្ញុំក៏ឆ្ងល់ហើយនិយាយថាសុខសប្បាយធម្មតាតើខ្ញុំគិតថាអ្វីគ្រប់យ៉ាងគ្រាន់តែជាការសុបិនវាមិនបានកើតឡើងពិតប្រាកដទេតែពេលចេញទៅធ្វើការខ្ញុំក៏បែរជាឮថាមិត្តខ្ញុំនិយាយថាមានអាការៈរមូលពោះជាមកអួតទាំងពីរទៀតភ្លឺព្រោះយប់មិញយល់សពមិនសូវល្អសោះខ្ញុំព្រឺសម្បល់ខ្ញាក់ហើយមិត្តខ្ញុំក៏និទានសុបិនឲ្យស្ដាប់ហើយអ្វីដែលមិត្តខ្ញុំនិទានគឺដូចអ្វីដែលខ្ញុំបានឃើញគ្រប់យ៉ាងពេលនោះខ្ញុំចាប់ផ្ដើមមានអារម្មណ៍មិនល្អហើយខ្ញុំក៏ប្រាប់អាដូមថាឯងរុះសាវនោះចោលទៅឬក៏ឈប់ញ៉ាំឈប់យករបស់ទាំងអស់នោះមកទៀតព្រោះឥឡូវវាចាប់ផ្ដើមចម្លែកហើយចាប់ផ្ដើមកើតរឿងដែលចម្លែកមិនគួរឲ្យកើតតែមិត្តខ្ញុំក៏និយាយថាតាំងពីមានសាលមកវាសន្សំលុយបានច្រើនណាស់ស្ទើរតែមិនបាច់ចំណាយថ្លៃអាហារពេលល្ងាចយ៉ាងណាក៏វាមិនរុះរើដែរហើយដោយសារតែនិយាយអ្វីមិនបានធ្វើយ៉ាងណាក៏វាមិនជឿខ្ញុំក៏ព្រមបណ្ដោយតាមវាទៅក្រោយមកវាក៏ចាប់ផ្ដើមមានរឿងចម្លែកជាច្រើនទៀតគឺពេលខ្លះឮសំឡេងទំពាងាកទៅមើលគ្មាននរណាទេហើយដូចជាថាពេលដែលដើរឆ្លងកាត់សាលមិត្តខ្ញុំតែងតែមើលចម្លែកដូចជាត្រូវតែមើលទៅសាលខ្ញុំក៏សួរថាមានអ្វីតែមិត្តខ្ញុំក៏និយាយថាមិនដឹងទេវាសម្លឹងមើលដោយមិនដឹងខ្លួនរហូតដល់ពេលវេលាកន្លងផុតទៅអ្វីក៏ចាប់ផ្ដើមធ្ងន់ធ្ងរទៅមិត្តខ្ញុំក៏ចម្លែកឡើងរាល់ថ្ងៃខ្ញុំក៏ដេញវាទៅរកពេទ្យតែវាក៏មិនព្រមទៅហើយនិយាយថាមិនមានលុយទៅទេដល់ចំណុចនោះខ្ញុំក៏ចាប់ផ្ដើមគិតហើយថាបើខ្ញុំមានលុយកាន់តែច្រើនខ្ញុំអាចនឹងទៅជួយបន្ទប់ក្បែរដើម្បីឲ្យបានបាយគ្នាទៅរហូតដល់ថ្ងៃមួយមិនទាន់បានបាយបន្ទប់ទេក៏ស្រាប់តែយប់ជ្រៅនោះខ្ញុំឮសំឡេងសូត្រជាសំឡេងសូត្រស្រែកលាន់ពេញបន្ទប់ហើយពេលខ្ញុំបើកភ្នែកឡើងខ្ញុំមិនចង់ជឿសោះថាអ្វីដែលខ្ញុំឃើញនោះខ្ញុំនឹងឃើញមិត្តភក្តិខ្ញុំអង្គុយផ្ចង់ស្មារតីហើយនៅពីមុខវាមានមនុស្សអង្គុយជាង20នាក់អង្គុយបៀតគ្នាពេញបន្ទប់ហើយមនុស្សទាំងនោះដឹកដៃសំពះមិត្តខ្ញុំហើយមិត្តខ្ញុំវាសូត្រអ្វីក៏មិនដឹងដោយមនុស្សទាំងនោះក៏អោនក្រាបចុះដល់ចំណុចនោះខ្ញុំទ្រាំលែងបានហើយពេលដឹងខ្លួនម្ដងទៀតខ្ញុំក៏ឃើញថាខ្ញុំបានរត់ចេញពីបន្ទប់មកហើយដោយស្លៀកតែខោខ្លីមួយប៉ុណ្ណោះខ្ញុំភ័យខ្លាចណាស់មិនដឹងថាខ្លួនឯងភ្លើឬក៏មានអ្វីកើតឡើងទេតែក្រោយមកមិត្តខ្ញុំក៏ដើរចេញពីបន្ទប់មកហើយសួរខ្ញុំថាញាក់ផ្អើលមែនទេហើយខ្ញុំក៏សុំទោសដែលមិញនេះវាធ្វើឲ្យរំខានហើយក៏និយាយថាថ្ងៃស្អែកឯងត្រឡប់ទៅផ្ទះទៅសុំច្បាប់ឈប់ធ្វើការ2ថ្ងៃចាំអញប្រាប់តកែឲ្យដោយសារគិតដល់ពេលនោះខ្លួនប្រាណមិត្តខ្ញុំទ្រុឌទ្រោមណាស់មិត្តខ្ញុំក៏ព្រមជឿរហូតដល់ព្រឹកឡើងវាក៏ប្រមូលអីវ៉ាន់ហើយជិះឡានត្រឡប់ទៅផ្ទះពេលមិត្តខ្ញុំត្រឡប់ទៅខ្ញុំក៏មានបំណងថាខ្ញុំនឹងប្រមូលរបស់នៅសាលចេញឲ្យអស់និងបោះចោលអ្វីគ្រប់យ៉ាងនិងបញ្ឈប់អ្វីទាំងអស់នោះតែទោះជាយ៉ាងណាថ្ងៃនោះខ្ញុំនៅតែមិនហ៊ានក៏មិនទាន់បានធ្វើអ្វីទេយប់នោះខ្ញុំក៏ដេកលក់រួមទាំងទៀបភ្លឺប្រហែលម៉ោង4ទៀបភ្លឺជាងមិត្តខ្ញុំក៏ទូរស័ព្ទមកហើយវាក៏និយាយថាជួយអញផងអញមិនយកទៀតទេ
អញមិនយកបែបនេះទៀតទេដូចវាក៏កាត់បាត់ទូរស័ព្ទភ្លាមទៅខ្ញុំឆ្ងល់ខ្លាំងណាស់មិនដឹងថាមិនខ្ញុំកើតអីក៏ងើបមកតាំងស្មារតីហើយទូរស័ព្ទត្រឡប់ទៅវិញពេលខ្ញុំទូរស័ព្ទត្រឡប់ទៅខ្ញុំបែរជាមានអារម្មណ៍ថាសំឡេងភ្លេងបត់ជូតទឹកភ្នែកជាសំឡេងហៅចូលទូរស័ព្ទរបស់មិត្តខ្ញុំវាបានលាន់នៅក្បែរបន្ទប់ពេលនោះខ្ញុំក៏បើកទ្វារចេញទៅគិតថាមិត្តខ្ញុំលេងសើចប្រហែលជាមកធ្វើអ្វីឲ្យខ្ញុំខ្លាចហើយតែបងប្អូនអើយពេលបើកចេញទៅភ្លាមខ្ញុំក៏បានឃើញថាខ្ញុំឃើញជើងមិត្តរបស់ខ្ញុំអណ្ដែតខ្ពស់ហួសពីដីប្រហែល1ម៉ែត្រនៅត្រង់បរិវេណមុខសាលរបស់វាហើយក៏របស់វាចងខ្សែអណ្ដែតជាប់ទៅនឹងដើមឈើខ្ញុំភ័យស្លន់ស្លោខ្លាំងណាស់ហើយពេលនោះដោយសារតែខ្ញុំស្រែកខ្លាំងអ្នកផ្សេងក៏ចេញមកហើយពេលពួកគេឃើញអ្វីដែលកើតឡើងពួកគេក៏ទូរស័ព្ទហៅប៉ូលីសហើយពេលប៉ូលីសមកដល់ក៏ត្រូវតែទទួលស្គាល់ការពិតថាមិត្តខ្ញុំបានស្លាប់បាត់ទៅហើយខ្ញុំតក់ស្លុតណាស់ដៃជើងទន់អស់ហើយមិនដឹងថាមានអ្វីកើតឡើងទេហើយដោយសារបន្ទប់របស់ខ្ញុំជាបន្ទប់ចុងគេហើយសាលក៏នៅចុងគេដែរក៏គ្មាននរណាម្នាក់ដឹងថាមានអ្វីកើតឡើងទេតែពីភ័ស្តុតាងពួកគេនិយាយថាមិត្តខ្ញុំទំនងជាបានឡើងទៅចងកខ្លួនឯងដោយសារជន់លើតុនោះហើយលោតចុះមកវិញខ្ញុំឆ្ងល់ខ្លាំងណាស់ថាវាកើតអីបានជាធ្វើបែបនោះហើយវាមកវិញតាំងពីពេលណាទាំងដែលព្រឹកមិញវានៅតែត្រឡប់ទៅផ្ទះហើយមុននេះមិនបានប៉ុន្មាននាទីវានៅតែទូរស័ព្ទមកខ្ញុំផងហើយពីការប៉ាន់ស្មានពួកគេក៏សន្និដ្ឋានថាមិត្តខ្ញុំទំនងជាស្លាប់តាំងពីម៉ោង1យប់ជាងហើយខ្ញុំទៅជួបពេលម៉ោង4ទៀបភ្លឺខ្ញុំមិនដឹងទេថាវាទូរស័ព្ទមកខ្ញុំបានដោយរបៀបណាតាំងពីពេលកើតហេតុការណ៍នោះខ្ញុំមិននៅទីនោះទៀតទេខ្ញុំបានលាឈប់ពីរោងចក្រហើយផ្លាស់ត្រឡប់មកផ្ទះភ្លាមរហូតដល់ពេលកន្លងផុតទៅមួយសន្ទុះធំក៏កើតរឿងមួយឡើងគឺខ្ញុំឮដំណឹងថាអ្នកនៅភូមិផ្ទះមិត្តខ្ញុំ4នាក់មានប្អូនស្រីនិងបងថ្លៃកើតមហារីកក្រពះទាំងអស់ទាំង4នាក់ខ្ញុំឆ្ងល់ថាតើអាចទៅរួចទេដែលឈឺក្នុងពេលតែមួយបែបនេះឬក៏អាចមកពីបង្អែមដែលមិត្តខ្ញុំយកត្រឡប់ទៅផ្ញើហើយពួកគេបានញ៉ាំចូលទៅដោយមិនដឹងប្រភពរួមទាំងមិត្តខ្ញុំយកត្រឡប់ទៅផ្ញើមិនក្រោមពី8-9 ដងទេរហូតពួកគេមានរឿងបែបនេះដោយមិនដឹងខ្លួនសោះខ្ញុំក៏តានតឹងខ្លាំងណាស់តែរហូតដល់បច្ចុប្បន្នខ្ញុំនៅតែរស់រានមានជីវិតមិនជឿចាប់អ្វីទេប្រហែលជាមកពីខ្ញុំញ៉ាំតិចឬញ៉ាំតែក្នុងពេលដំបូងប៉ុណ្ណោះពីអ្វីទាំងអស់នេះខ្ញុំគិតថាទោះបីជាសារនោះកើតឡើងដោយចៃដន្យក៏ដោយតែពេលនៅយូរទៅពេលមានរបស់មកសែនថ្វាយក៏អាចធ្វើឲ្យមានវិញ្ញាណអាក្រក់មានរបស់ផ្សេងចូលមកសន្តិដ្ឋមកស៊ីរបស់ទាំងនោះរហូតវាក្លាយជារបស់សេះសល់មិនមែនជារបស់ធម្មតាមុននឹងមិត្តភក្តិខ្ញុំញ៉ាំចូលទៅហើយទីបំផុតអ្វីដែលកើតឡើងចំពោះមិត្តខ្ញុំក៏អាចคล้ายថាអ្វីគ្រប់យ៉ាងវាបានសម្រេចទៅហើយពេលមិត្តខ្ញុំស្លាប់សារនៅទីនោះក៏คล้ายជាសារលោកតាដូងដោយបំណងតាមបែបដែលវាបានដាក់ឈ្មោះមែនបាទបងប្អូនទាំងអស់គ្នាសរឿងរបស់យើងក៏បានចូលដល់ទីបញ្ចប់បាទខ្ញុំបានក៏សូមខន្តីអភ័យទោសបើសិនជាខ្ញុំបាននិទានរឿងទៅមិនបានល្អមានការរអាក់រអួលឬក៏ខុសអក្ខរាវាកន្លែងណាបាទសូមបងប្អូនទាំងអស់គ្នាខន្តីអភ័យទោសដល់ខ្ញុំបាទផងបាទសូមអរគុណសូមជម្រាបលា